រឿងរ៉ាវរបស់ស្ដេចកូវជៀនគឺជារឿងមួយដ៏ល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្ត្រចិននាសម័យកាលនៃរដូវស្លឹកឈើជ្រុះនិងរដូវរងារឿងនេះឆ្លុះបញ្ចាំងអំពីភាពអត់ធ្មត់និងការសងសឹករបស់ស្ដេចកូវជៀន 1. សង្គ្រាមរវាងនគរជានិងនគរអ៊ូនៅសតវត្សទី 5 មុនគ្រិស្តសករាជនគរពីរដែលនៅជិតគ្នាគឺនគរយាគ្រប់គ្រងដោយស្ដេចកូវជៀននិងនគរអ៊ូគ្រប់គ្រងដោយស្ដេចហ៊ូឆាយតែងតែធ្វើសង្គ្រាមនឹងគ្នាក្នុងចម្បាំងមួយស្ដេចកូវជៀនបានចាញ់សង្គ្រាមយ៉ាងធ្ងន់ធ្ងរហើយត្រូវបានចាប់ខ្លួនធ្វើជាឆ្លើយសឹក 2. ជីវិតជាឆ្លើយសឹកនិងការបន្ទាបខ្លួនដើម្បីរក្សាជីវិតនិងនគរស្ដេចកូវជៀនបានសុខចិត្តធ្វើជាអ្នកបម្រើឲ្យស្ដេចនគរអ៊ូអស់រយៈពេល 3 ឆ្នាំព្រះអង្គបានធ្វើការងារថោកទាបបំផុតរួមទាំងឃ្វាលសេះនិងថែទាំសួនដើម្បីឲ្យស្ដេចហ្វូឆាយជឿជាក់ថាព្រះអង្គអស់ចិត្តមិនមានចង់សងសឹកនោះឡើយដោយសារការជឿជាក់នេះស្ដេចហ្វូឆាយក៏បានដោះលែងព្រះអង្គឲ្យត្រឡប់ទៅនគរយាវិញ 3. ពាក្យស្លោកដេកលើបន្លាស៊ីប្រមាត់បន្ទាប់ពីត្រឡប់ទៅវិញស្ដេចកូវជៀនមិនដែលបំភ្លេចការឈឺចាប់និងភាពអាម៉ាស់ឡើយដើម្បីរំលឹកខ្លួនឯងជារៀងរាល់ថ្ងៃព្រះអង្គបានអនុវត្តរឿងពីរយ៉ាង 1. គឺដេកលើគំនរអស់បន្លាដើម្បីកុំឲ្យខ្លួនឯងដេកស្រួលរហូតភ្លេចការសងសឹក 2. លិតប្រមាថសត្វព្រះអង្គបានព្យួរប្រមាថសត្វដែលមានរសជាតិល្វីងនៅមុខកន្លែងសោយក្រយ៉ាដើម្បីលិតវាមុនពេលសោយក្រយ៉ារំលឹកពីរសជាតិល្វីងជូរចត់នៃជីវិតជាឆ្លើយសឹក 4. យុទ្ធសាស្ត្រស្រីស្អាតស្ដេចកូវជៀនបានប្រើឧបាយកលពង្រាយស្រីស្អាតដោយបានបញ្ជូនស្រីស្អាតម្នាក់ឈ្មោះស៊ីស៊ឺដែលជាកំពូលស្រីស្អាតម្នាក់ក្នុងចំណោម4នាក់នៃប្រវត្តិសាស្ត្រចិនទៅថ្វាយស្ដេចហ្វូឆាយស៊ីស៊ឺបានធ្វើឲ្យស្ដេចហ្វូឆាយវង្វេងវង្វាន់និងសម្រស់រហូតបោះបង់ការងាររដ្ឋបាលនិងការងារការពារជាតិ 5. ការសងសឹកបានសម្រេចបន្ទាប់ពីចំណាយពេល10ឆ្នាំក្នុងការពង្រឹងកងទ័ពនិងកសិកម្មព្រមទាំងរងចាំឱកាសល្អស្ដេចកូវជៀនក៏បានលើកទ័ពទៅវាយនគរអ៊ូនៅពេលដែលនគរអ៊ូកំពុងទន់ខ្សោយទីបំផុតនគរអ៊ូត្រូវបានបំផ្លាញហើយស្ដេចហ្វូឆាយបានធ្វើអត្តឃាតស្ដេចកូវជៀនបានក្លាយជាម្ចាស់ទឹកដីដ៏មានអំណាចបំផុតនាសម័យនោះមេរៀនប្រវត្តិសាស្ត្ររឿងស្ដេចកូវជៀនបង្រៀនយើងថាការអត់ធ្មត់គឺជាមធ្យោបាយឆ្ពោះទៅរកភាពជោគជ័យនិងអ្នកដែលចេះបន្ទាបខ្លួននៅពេលចាញ់គឺជាអ្នកដែលអាចងើបឈរឡើងវិញយ៉ាងរឹងមាំបំផុតរឿងប្រវត្តិសាស្ត្រចិនសង្គ្រាមរវាងនគរអ៊ូនិងនគរយាគឺជារឿងប្រវត្តិសាស្ត្រដ៏យូរលង់មួយដែលកើតឡើងមុនសម័យកាលចក្រភពឈិងនិងនគរទាំង3សាមកុកទៅទៀតប្រសិនមកបងប្អូនមានបំណងចង់ទស្សនារឿងនេះបងប្អូនគ្រាន់តែចូលទៅក្នុង Channel YouTube ហើយវាយពាក្យថាអ្នកឈ្នះជាស្ដេចនោះបងប្អូននឹងឃើញរឿងសង្គ្រាមរវាងនគរអ៊ូហើយនិងនគរយានេះមិនខាន